ចំពោះមេរោគ Rabies អ្វីត្បិតតែយើងទាំងអស់គ្នាហៅវាថាជាជំងឺឆ្កែឆ្កួតប៉ុន្តែមិនមែនបានន័យថាមេរោគមួយនេះមានតែនៅក្នុងទឹកមាត់របស់សត្វឆ្កែទេគឺវាអាចមាននៅក្នុងទឹកមាត់របស់សត្វព្រៃក៏ដូចជាសត្វស្រុកមួយចំនួនដែលចិញ្ចឹមកូនដោយទឹកដោះគ្រាន់តែថាភាគរយតិចឬច្រើនគឺវាអាស្រ័យទៅនៅក្នុងប្រទេសកម្ពុជារបស់យើង Top 3 មានដូចជានៅក្នុងសត្វឆ្កែសត្វឆ្មាហើយនិងសត្វប្រចៀវករណីកម្រមួយអាចមានដែរនៅក្នុងសត្វស្វាហើយនិងសត្វកណ្តុរនៅស្រុកគេអាចមាននៅក្នុងសត្វកញ្ជ្រោងសត្វប្រភេទ raccoon ហើយនិងពពួក Mongol ក្រោយពេលដែលមានសត្វខាំមេរោគឆ្កែឆ្កួតនឹងតោងភ្ជាប់ទៅនឹងសរសៃប្រសាទដែលមាននៅនឹងតំបន់មុខរបួសហើយវានឹងត្រូវការចំណាយពេលមួយរយៈដើម្បីឆ្ពោះទៅរកកោសិកាខួរក្បាលពេលនោះហើយដែលអ្នកជំងឺគាត់ចាប់ផ្ដើមចេញរោគសញ្ញាដែលយើងហៅថាយឺតពេលរយៈពេលដែលមេរោគនេះចាក់ចេញពីមុខរបួសទៅកាន់ខួរក្បាលយូរឬក៏ឆាប់គឺមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់អាស្រ័យលើចម្ងាយនៃទីតាំងនៃមុខរបួសទៅនឹងខួរក្បាលភាពធ្ងន់ធ្ងរនៃមុខរបួសបរិមាណមេរោគដែលមាននៅក្នុងទឹកមាត់ហើយនិងប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់ដូច្នេះហើយការទប់ស្កាត់មេរោគមួយនេះមុននឹងវាឈានទៅដល់កោសិកាខួរក្បាលគឺជាពេលវេលាមាសមួយដែលតម្រូវឲ្យយើងធ្វើអន្តរាគមន៍ឲ្យបានលឿនតាមដែលអាចធ្វើទៅបាននៅលើពិភពលោកយើងនេះមិនថានៅក្នុងប្រទេសជឿនលឿនក៏ដោយក៏យើងមិនទាន់មានថ្នាំសម្រាប់ព្យាបាលជំងឺឆ្កែឆ្កួតនេះបានដែរបានន័យថាបើសិនជាយើងឆ្លងយើងមិនបានធ្វើអន្តរាគមន៍ឬក៏ធ្វើអន្តរាគមន៍មិនបានត្រឹមត្រូវយើងទុកតតែចេញរោគសញ្ញានោះមិនដល់10ថ្ងៃទេយើងនឹងបាត់បង់អាយុជីវិត 100%ផ្ទុយទៅវិញបើសិនជាយើងឆ្លងយើងបានធ្វើអន្តរាគមន៍ទាន់ពេលនិងត្រឹមត្រូវយើងនឹងអាចរក្សាក៏ដូចជាការពារអាយុជីវិតរបស់យើងនឹងបាន 100% ដូចគ្នានៅពេលដែលមានរបួសឬក៏សត្វខាំជំហានដំបូងដែលប៉ាម៉ាក់ត្រូវធ្វើគឺជាការលាងរបួសឲ្យបានស្អាតនិងបានលឿនតាមដែលអាចទៅបានព្រមជាមួយនឹងការខាត់ជាការលាងរបួសឲ្យបានលឿននិងត្រឹមត្រូវវានឹងអាចជួយកាត់បន្ថយការឆ្លងនៅជំងឺឆ្កែឆ្កួតខាំនេះរហូតដល់ 90% បន្តមកទៀតចាំយើងយកកូនមកពេទ្យការលាងរបួសមួយដែលត្រឹមត្រូវក្រោយពីមានសត្វខាំហើយគឺជាការលាងរបួសនៅក្រោមទឹកក្បាលរ៉ូប៊ីណេដែលកំពុងតែហូរជាមួយនឹងសាប៊ូលាងដោយថ្នមៗដោយប្រើប្រាស់រយៈពេលយ៉ាងហោចណាស់15នាទីបន្ទាប់មកទៀតគឺយើងអាចប្រើប្រាស់ថ្នាំសម្លាប់មេរោគដែលមានដូចជាពពួកបេតាឌីនឬក៏ពពួកក្លូហេកស៊ីឌីនជាទូទៅនៅពេលដែលមានសត្វខាំច្រើនកន្លែងខាំជ្រៅរហូតដល់មានឈាមខ្ញុំជឿថាប៉ាម៉ាក់ទាំងអស់គ្នាប្រកាសជាយកកូនទៅពេទ្យប៉ុន្តែមានករណីតិចតួចមួយចំនួនដែលធ្វើឲ្យយើងមើលរំលងគិតថាវាមិនអីហើយករណីទាំងនោះហើយដែលត្រឡប់ទៅជាករណីនោះមានដូចជាការខ្វាចឬខាំដែលបង្កឲ្យមានជាការរលាត់ស្បែកតិចតួចឬក៏ហូរឈាមរឹមការលិតចំកន្លែងស្បែកដែលកំពុងតែមានរបួសបើកចំហស្រាប់ឬក៏លិតចំភ្នែកដែលធ្វើឲ្យទឹកមាត់របស់សត្វហ្នឹងចូលទៅក្នុង eyeball ទាំងនេះទោះបីជាអត្រាឆ្លងវាទាបប៉ុន្តែនៅតែមានហានិភ័យតាមពិតទៅការជួបពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតក្រោយពេលដែលសត្វខាំរួចមិនមែនតែដើម្បីទទួលការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនេះតែមួយមុខទេលោកពេទ្យគាត់នឹងផ្ដល់ជាការណែនាំថាតើរបួសនេះត្រូវការតែវ៉ាក់សាំងឬក៏ត្រូវការបន្ថែមជាមួយនឹងថ្នាំបន្សាបការពារជំងឺឆ្កែឆ្កួតថាតើរបួសនឹងត្រូវការចាក់វ៉ាក់សាំងទេតណុកបន្ថែមឬក៏ថាតើរបួសនេះត្រូវការលាងម្ដងទៀតជាមួយនឹងការផ្ដល់ថ្នាំសះបន្ថែមឬយ៉ាងណា